សួស្តីអ្នកទាំងអស់គ្នាខ្ញុំយូអ៊ីថ្ងៃនេះយើងនឹងមកតទៅរឿងផ្ដាំស្នេហ៍ចេញពីការយកច្រឡំភាគ13 14របស់យើងទាំងអស់គ្នាសម្រាប់អ្នកមកថ្មីកុំភ្លេចជួយ Subscribe Like Comment ឲ្យ admin ម្នាក់មួយផងណាតោះកុំឲ្យថា admin និយាយច្រើនយើងចូលទៅកាន់រឿងរបស់យើងទាំងអស់គ្នាផ្ដាំស្នេហ៍រឿងមកនៅសាកលវិទ្យាល័យហងសូកយើងបានឃើញមិត្តភ័ក្តិបូឡូកំពុងតែដើរល្អូថាតាមមនុស្សម្នាក់ឈ្មោះហ្នឹងបានមកករឿងនៅក្នុងសាលាទៀតហើយខ្ញុំពិតជាហត់នឹងគេខ្លាំងមែនតើហើយមិត្តភ័ក្តិបូឡូក៏ឈប់និយាយរឿងហ្នឹងហើយគាត់បាននិយាយទៅកាន់លោករបស់យើងថាឥឡូវហ្នឹងគាត់ឃ្លានខ្លាំងណាតទៅញ៉ាំអាហារហើយលោកយើងក៏តមកវិញថាតើយើងទៅហើយមិត្តភ័ក្តិបូឡូបានសួរតអ្នកទាំងអស់គ្នាថាតើអ្នកឯងទៅញ៉ាំភីហ្សាអត់ហើយមិត្តភ័ក្តិបូឡូម្នាក់នោះក៏បានតមកវិញថាខ្ញុំអត់ទៅញ៉ាំភីហ្សាទេព្រោះដោយសារខ្ញុំត្រូវតាមដានទម្ងន់របស់ខ្ញុំលោករបស់យើងវិញគេនិយាយអីទៅអត់ស្ដាប់ទេនៅឡៃមើលឆាតបងហើយចង់ឆាតទៅគេបន្តិចអត់បន្តិចហើយមិត្តភ័ក្តិបូឡូហ្នឹងបាននិយាយថាបើមិនចឹងទេតោះយើងទៅញ៉ាំសូស៊ីអត់ហើយមិត្តភ័ក្តិបូឡូ2នាក់ហ្នឹងគាត់បាននិយាយថាបើសិនបើអ្នកឯងទៅញ៉ាំសូស៊ីខ្ញុំអត់ទៅទេដោយសារតែខ្ញុំហ្នឹងគឺជាអ្នកញ៉ាំម្ហូបបួសហើយសង្សារបងម្នាក់ស្រីមួយសបល់ខ្មៅស្អែមហ្នឹងគាត់ក៏បាននិយាយថាខ្ញុំក៏ចឹងដែរពួកវាអត់ទៅផងហ្នឹងហើយឈួតមែនតើហើយលោកមើលទៅថ្ងៃហ្នឹងមានតែយើង2នាក់ទេដែលទៅញ៉ាំអាហារហើយលោកយើងក៏និយាយថាអូអ្នកឯងនិយាយទៅប៉ែច្រើនពេកហើយហេលោកអ្នកឯងជួយញ៉ាំស៊ូស៊ីត្រូវអត់បរាប់ប៉ារ៉ាភាច្រើនយើងចូលចិត្តទៅញ៉ាំអ្វីដែលញ៉ាំមួយគ្នាហើយយើងនឹងទទួលបានទស្សនវិជ្ជាយ៉ាងល្អហើយមិត្តភ័ក្តិបូឡូនឹងបានសម័យថាលោកហើយនឹងគាត់នឹងទៅប្រកួតញ៉ាំអាហារជាមួយគ្នាក្នុងខ្លួនឯងអត់មានគិតអីផ្សេងក្រៅពីហ្នឹងឯងត្រូវអត់លូណែមានដឹងអត់ខ្ញុំស្គាល់ភោជនីយដ្ឋានជប៉ុនមួយដល់ល្បីហើយយើងទៅញ៉ាំនៅកន្លែងហ្នឹងអត់ម្ហូបនៅកន្លែងហ្នឹងឆ្ងាញ់ណាស់តើយើងទៅញ៉ាំនៅកន្លែងហ្នឹងឲ្យបានច្រើនហើយអត់ដឹងផងស្រាប់ពេលនោះលូយើងបោកភ្នែកធំហើយពេលហ្នឹងក៏បានបាត់លូយើងចេញពីដៃមិត្តភ័ក្តិរបស់គាត់ហើយគាត់បាននិយាយថាសុំតោណាខ្ញុំអត់បានទៅមួយអ្នកឯងទេហើយមិត្តភ័ក្តិរបស់លូបាននិយាយថាអើយអ្នកឯងកុំទៅបានអត់ហើយគាត់បានដើរម្នាក់ឯងបដាយំបដាគាត់និយាយថាឈួតហើយខ្ញុំត្រូវទៅញ៉ាំអាហារនៅក្នុងហាងកាហ្វេនៅសាកលវិទ្យាល័យទៅដែរតែយើងក៏ឆ្ងល់ដែរតែហេតុអីបានជានៅសុកហ្នឹងលោកយើងចេញពីមាត់ភ័ក្តិរបស់គាត់មកឥឡូវហ្នឹងយើងកាន់អ៊ីងក្រូវិញកំពុងតែឆោតស្ដាប់បទចម្រៀងហើយគាត់ក៏បានលើសលេងដូចស្ទៀងគាត់ក៏ងាកទៅមើលទៅឃើញលោករបស់យើងហើយគាត់បានគិតថាម្នាក់ហ្នឹងស្អាតខ្លាំងណាស់ប៉ុន្តែគាត់ក៏បែងកំណត់ខ្លួនឯងចេញហើយគាត់និយាយថាកុំខ្វល់ពីម្នាក់ហ្នឹងច្រើនពេកអីហើយក៏ពាក់កាសដើម្បីដើរចេញស្រាប់តែពេលនោះគាត់បានលឺសលេងលូយើងស្រែកហៅហើយគាត់ក៏ងាកទៅមើលទៅឃើញលូយើងនឹងហត់ហើយគាត់បាននិយាយថាមិនបានជាណែមិនព្រមស្រែកសួស្ដីមកការខ្ញុំអញ្ចឹងហាមកឥឡូវយើងទៅញ៉ាំអាហារជាមួយខ្ញុំអត់ទឹកមុខមួយនេះបញ្ជាក់ណាថាកតញ្ញូជាមួយនឹងផសាហាវឥឡូវនេះយើងកាត់មកដល់ពេលដែលលូយើងមកដល់កន្លែងញ៉ាំអីហើយក៏មាននារីម្នាក់បាននិយាយទៅកាន់លូយើងថាអីយ៉ាលូថ្ងៃហ្នឹងគឺជាថ្ងៃឈប់សម្រាករបស់អ្នកឯងមិនបានជាអ្នកឯងមកទីនេះអញ្ចឹងហើយលូក៏បាននិយាយទៅវិញថាខ្ញុំមកក្នុងថ្ងៃនេះក្នុងជាអតិថិជនរបស់អ្នកឯងហ្នឹងណាខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាបន្តិចម្នាក់ស្រីហ្នឹងមានឈ្មោះថាម៉ាថាខ្ញុំនឹងហៅគាត់ថាម៉ាថាហើយណាអ្នកទាំងអស់គ្នាហើយលូយើងក៏បាននិយាយទៅកាន់ម៉ាថាថានេះគឺគាត់មានឈ្មោះថាអ៊ីងក្រូហើយអ៊ីងក្រូយើងក៏បានសួស្ដីទៅកាន់នារីម្នាក់ហ្នឹងហើយមកថាក៏បានតទៅវិញថាអូរីករាយណាស់ដែលបានជួបធ្វើនៅទីនេះដូចជាផ្ទះខ្លួនឯងទៅណាមកថាក៏បាននិយាយទៅកាន់លូថាខ្ញុំនឹងចូលទៅរៀបចំឲ្យអ្នកឥឡូវហ្នឹងហើយលូយើងក៏បាននិយាយទៅវិញថាមិនអីទេទៅឲ្យខ្ញុំនឹងរៀបចំខ្លួនឯងអ្នកឯងនៅយាមទៅខាងក្រៅទៅហើយមកថាក៏បានអរគុណទៅកាន់លូរបស់យើងទៅហើយមកថាក៏បាននិយាយទៅកាន់លូថាអ្នកឯងដាក់ប្រទេសឈីហ្មងក៏បានដែរហើយលូយើងក៏បានតមកវិញថាអរគុណឯណាហើយមកថាក៏បានគិតក្នុងចិត្តថាលូរបស់យើងគឺជាផសង្ហាមែនតើហើយគាត់ក៏បានគិតថាអូមែនតាមិត្តភ័ក្តិរបស់គាត់ម្នាក់នោះក៏សង្ហាមិនធម្មតាដែរណោះចង់និយាយថាអាចេមួយនេះឃើញផស្អាតទាំងពីរចង់ជិះទូកពីរមែនទេចាគិតរួចក៏ងាកទៅមើលអ៊ីងគ្រូរបស់យើងហើយគាត់បានគិតថាអូបរមម្នាក់នេះពិតជាស្ងប់ស្ងាត់មែនតើពេលដែលលូយើងធ្វើហើយក៏លើកយកមកឲ្យអ៊ីងគ្រូយើងហើយគាត់ក៏បាននិយាយថាខ្ញុំបានយកហាម៉ឺហ្គឺហើយជាមួយនឹងបងឡងបំពងឲ្យអ្នកឯងណាហើយអ៊ីងគ្រូក៏បានអរគុណទៅកាន់លូរបស់យើងទៅហើយលូយើងមិនទៅសួរម៉ាថាតើអ្នកសុខសប្បាយអត់ហើយម៉ាថាក៏តបមកវិញថាខ្ញុំសុខសប្បាយតាហើយអ៊ីងគ្រូគេគិតថាតាមអ្នកហ្នឹងគឺជាមិត្តស្រីថ្មីរបស់លូយើងមែនអ៊ីងគ្រូ admin ស៊ូមួយប្រចាំគេមែនហេអ៊ីងគ្រូ
ហឺឆ្ងាញ់អត់ឆ្ងាញ់តាមើលតែផ្កាពេញខ្លួនអ៊ីងគ្រូទៅក៏ដឹងដែរថាស្នាដៃអូនរបស់គេហ្នឹងឆ្ងាញ់ប៉ុណ្ណាហើយលោកយើងក៏បានសួរអ៊ីងគ្រូថាអ្នកចង់ញ៉ាំអីទៀតអត់ខ្ញុំនឹងទៅយកឲ្យអ្នកឯងអ៊ីងគ្រូនោះគេអត់ឆ្លើយទេមិនដឹងគេគិតអីគេក៏ហាលឡើងទៅសួរអូនគេថាតើហេតុអីបានជានៅសុកអ្នកចង់ញ៉ាំអាហារជាមួយខ្ញុំធ្វើឲ្យលោកយើងនឹងឆ្ងល់ខ្លាំងមែនតើអ្នកឯងមានមិត្តភក្តិហេតុអីបានជាអ្នកឯងនឹងមិនព្រមទៅញ៉ាំអាហារជាមួយមិត្តភក្តិរបស់អ្នកឯងហើយលោកយើងក៏តបមកវិញថាខ្ញុំមានហេតុផលណាត្រូវប្រាប់អ្នកឯងទេហូយអ៊ីងគ្រូឆ្ងល់ច្រើនណាស់មកនេះអេដមីនប្រាប់លោកយើងចង់ជួបមុខអ៊ីងគ្រូឯងហ្នឹងគេខំអត់ទៅញ៉ាំបាយមួយមិត្តភក្តិរបស់គេដើម្បីមកញ៉ាំមួយយើងឯហ្នឹងហើយលោកនោះគេឃើញបងគេសួរច្រើនពេកក៏ឆ្លើយទៅវិញថាថ្មីហ្នឹងយើងជាមិត្តភក្តិរបស់គ្នាធ្វើអត់ថ្មីហ្នឹងយើងចំណាយពេលនៅជាមួយគ្នាច្រើនណាហើយមិត្តភក្តិរបស់ខ្ញុំក៏មិនសូវខ្វល់ដែរភាគច្រើនខ្ញុំនៅជាមួយយើងច្រើនជាងណកឃើញគេដឹងថាគេហ្នឹងនៅជាមួយបងគេច្រើនជាងហើយអ៊ីងគ្រូគេក៏យល់ស្របតាមនឹងដូចគ្នាហើយលោកគេនិយាយថែមទៀតថាយ៉ាងណាក៏ដោយគេបានជួបមនុស្សច្រើនណានៅក្នុងរយៈពេលឆោមមាននេះហ៎គេមានអារម្មណ៍ថាធន់ខ្លាំងពេលដែលគេជួបអ៊ីងគ្រូគេមានអារម្មណ៍ថាគេអត់ធន់អ៊ីងគ្រូទេអីយ៉ាសារភាពឯមែនលោកឥឡូវហ្នឹងលោកយើងសារភាពអីចឹងទៅរឿងហ្នឹងចប់របស់របរណាបាយនិយាយលេងសោះលោកយើងគេមិនដឹងគិតអីទេគេក៏និយាយថាគេថាគេជួយចំណាយពេលវេលាជាមួយនឹងអ៊ីងគ្រូយើងព្រោះអ៊ីងគ្រូយើងគឺជាបរិសង្ហាធ្វើឲ្យអ៊ីងគ្រូយើងឆ្លក់មកទៅហឹងមនុស្សចាស់ហើយលោកក៏និយាយថែមទៀតថាកុំខ្មាស់អៀនអីណែដឹងអត់ថាណែសង្ហាណាមនុស្សជាច្រើននៅក្នុងសាកលវិទ្យាល័យហ្នឹងគេចង់ឲ្យឃើញអ្នកឯងហ្នឹងដល់វ៉ែនតាមែនតែនព្រោះចង់ឃើញមុខអ្នកឯងយ៉ាងម៉េចពេលដែលដល់វ៉ែនតានៅក្នុងចំណោមហ្នឹងក៏មានអ្នកឯងដែរត្រូវអត់ហ្នឹងហើយក៏មានខ្ញុំដែរហាហើយលោកយើងក៏បានសួរទៅកាន់អ៊ីងគ្រូថាហេតុអីបានជាអ្នកឯងហ្នឹងសួរខ្ញុំអញ្ចឹងតើអ្នកឯងនឹងបង្ហាញមុខឲ្យខ្ញុំអត់បើសិនបើខ្ញុំចង់ឃើញមុខអ្នកឯងពេលដល់វ៉ែនតាចឹងហ៎ហើយស្ដាប់យើងនិយាយអីអត់វាជារឿងអត់ប្រយោជន៍មួយខ្ញុំអត់ដែរគាត់ហងថាអ្នកឯងនឹងត្រូវការរឿងហ្នឹងឥឡូវហ្នឹងឈឺក្បាលហើយលោកយើងកំពុងតែនិយាយទាំងជឿជាក់ខ្លួនឯងគេថាឥឡូវណាគឺជាបរិសង្ហាស្រាប់អីចឹងទៅគេចង់ឃើញសម្រស់របស់អ៊ីងគ្រូយើងម្ដងហើយអ៊ីងគ្រូក៏និយាយថាខ្ញុំដែរគាត់រឿងអីហ្នឹងហងមើលវានិយាយស្អីវាហ្នឹងមិនដឹងលូគេគិតស្អីទេគេក៏មិនដាច់កំណត់ខ្លួនឯងចេញហើយគេនិយាយថាមិនគេឈួតអញ្ចឹងគេទៅគិតអីថាគេបានធ្វើអីជាមួយនឹងអ៊ីងគ្រូយើងអញ្ចឹងនោះលេងមែនតើណាលូគិតដល់ណាហ្នឹងឯហ្នឹងហើយឥឡូវហ្នឹងលូយើងចង់បបួលអ៊ីងគ្រូយើងហ្នឹងដើម្បីចូលទៅមើលការសម្ដែងរបស់លូយើងហើយលូក៏បានទៅសួរទៅកាន់អ៊ីងគ្រូថាណែមានបានឃើញបរិមម្នាក់ដែលនៅក្បែរខ្ញុំមុនហ្នឹងអត់ខ្ញុំនឹងធ្វើការសម្ដែងរឿងនៅចុងឆងមាននេះណាហើយលោកយើងក៏បាននិយាយទៅកាន់អ៊ីងគ្រូថែមទៀតថាដូចជាណែដឹងចឹងថានៅសាកលវិទ្យាល័យរបស់យើងនឹងល្បីល្បាញខ្លាំងការងារសហការសិល្បៈសម្ដែងនិងសិស្សដឹកនាំរឿងនឹងវាពិតជាមានសារៈសំខាន់ខ្លាំងមែនតើហើយលោកយើងក៏បានសម័យថាគាត់នឹងបានសម្ដែងជាប់នៅក្នុងឆងមាសក្រោយនឹងហើយគាត់ថែមទាំងទទួលបានពានរង្វាន់ជាច្រើនហើយគាត់មានមុខមាត់មានឈ្មោះល្បីល្បាញហើយមាន fan ជាច្រើនដែលតាមគាត់ធ្វើឲ្យអ៊ីងគ្រូនោះគេគាំងមែនតើឥឡូវហ្នឹងយើងដឹងហើយថាលោកយើងគឺជាមនុស្សមុខលុយខ្លាំងមែនតើលុយលោតឡើងពេញភ្នែកហើយអ៊ីងគ្រូក៏បានសួរទៅកាន់លោកថាហើយចុះឥឡូវហ្នឹងយើងចង់ធ្វើអីគេចោះហើយលោកយើងក៏និយាយថាឥឡូវនេះចូលចំណុចសំខាន់ហើយណាមនុស្សម្នាក់អាចមានសិទ្ធិក្នុងការអញ្ជើញមនុស្សម្នាក់ហ្នឹងដើម្បីចូលកម្មវិធីរបស់យើងបានហើយលោកក៏បាននិយាយទៀតថាមនុស្សដែលខ្ញុំអញ្ជើញមុនដំបូងនោះគឺជាលោកឯងហ្នឹងហើយអ៊ីងគ្រូគេនិយាយថាអូគួរឲ្យចាប់អារម្មណ៍ណាតែខ្ញុំសុំគិតបន្តិចសិនខ្ញុំគិតថាខ្ញុំអត់យល់ព្រមទេហែងចង់និយាយពីអីគេហែងធ្វើនិយាយម៉ងទៀតមើលហែងនិយាយម៉ងទៀតឯងស្ដាប់តិចមើលគ្រូគេក៏បាននិយាយថាឯងមានមិត្តភក្តិច្រើនណាស់ឯងទៅបវរមិត្តភក្តិឯងទៅហើយលោកក៏បានគិតក្នុងចិត្តថាមួយនេះវេទនាគ្រាន់តែនិយាយពាក្យថាយល់ព្រមសោះមិនក៏វេទនាមកម៉េះហើយគេក៏បានទម្លាក់កូនកៃហើយគេនិយាយថានឹងគឺជាចងល់របស់អ្នកឯងមែនខ្ញុំនឹងប្រាប់អ្នកឯងអ្នកដឹងអត់ថាមិត្តភក្តិរបស់ខ្ញុំទាំងអស់ហ្នឹងគឺសិតតែនៅក្រុមសម្ដែងជាមួយខ្ញុំទាំងអស់ចឹងទៅខ្ញុំមានគ្នាណាត្រូវហៅចឹងទៅខ្ញុំមិនហៅលោកឯងហើយលោកឯងគួរតែចូលរួមទៅហើយនេះហើយគឺជាចម្ងល់ដែលអ្នកឯងឆ្ងល់
ឥឡូវហ្នឹងណែឯងគួរគិតមិនប៉ុន្តែហេយើងបានផ្ដល់ចម្លើយឲ្យឯងហើយអស់ហើយណាឯងអត់មានកលិចកលោចទេណាហើយលោកយើងក៏បានធ្វើទៅមុខហ៊ានទៅកាន់អ៊ីងគ្រូយើងហើយគេបាននិយាយថាណែឯងជួយខ្ញុំម្ដងទៅណាថាណែឯងថានឹងសងលុយខ្ញុំហ្មងហើយនេះហើយគឺជាឱកាសឲ្យណែឯងធ្វើហើយអ៊ីងគ្រូគេក៏គិតបន្តិចហើយគេនិយាយថាខ្ញុំយល់ព្រមណែឯងយល់ព្រមមែនតើមែនអូណែឯងអត់កុហកខ្ញុំណាយតែខ្ញុំនឹងរកវិធីណាកុំឲ្យគេកុហកខ្ញុំនឹកឃើញហើយមិនដឹងគេធ្វើអីគេចង់ធ្វើអីទេគេក៏ទាញហើយអ៊ីងគ្រូនោះគេកំពុងលភ័យហើយក្នុងกระดาษហ្នឹងក៏គេដាក់ថាអ៊ីងគ្រូត្រូវតែទៅមើលលូយើងការសម្ដែងមិនថាមានរឿងអីកើតឡើងក៏ដោយហើយគេក៏បានស្រែកទៅកាន់អ៊ីងគ្រូថាណែឯងកុំភ័យណែឯងនឹងចូលចិត្តដាក់ហត្ថលេខាឥឡូវខ្ញុំឲ្យណែឯងធ្វើអីមែនតាពេលដែលអ៊ីងគ្រូគេសញ្ញាឲ្យគេសប្បាយចិត្តខ្លាំងហើយអ៊ីងគ្រូគេនិយាយញោះអូនគេថាចាំមើលគេទៅទេហើយលូគេក៏តមកវិញថាខ្ញុំអត់ខ្វល់ទេណែឯងធ្វើទៅឥឡូវហ្នឹងវីដេអូហ្នឹងចប់ត្រឹមហ្នឹងហើយឃើញស្លេង admin ហ្នឹងក៏ប្លែកហ្នឹងដោយសារតែ admin ឈឺប្រឡងហើយភ្លាមក៏ឈឺភ្លាមប៉ុន្តែឈ្នះមែនតើឈ្នះមកសម្រាយរឿងឲ្យគ្នាយើងមើលដោយសារគ្នាយើងច្រើនណា admin អើយសុំភាកតហើយអ្នកខ្លះទៅក៏ comment ទៅសេខុសធ្វើឲ្យ admin សើចឡើងពេញហ្នឹងហ្មងប៉ុន្តែឥឡូវហ្នឹងចប់ត្រឹមហ្នឹងហើយចាំជួបគ្នាជាមួយ admin នៅវីដេអូក្រោយបាយបាយ